នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអំពីគ្រូបង្គោលភ្នំពេញក្រោន Oleg Starensky ដែលប្រើប្រាស់សាទីបានល្អជំនួបទល់នឹងប្រកាន់រីស្វាយរៀងកាលពីសប្តាហ៍មុនដែលយកឈ្នះ3-2នៅពហុកីឡដ្ឋានជាតិមរតកដៃជោការប្រើប្រាស់សាទីល្អកម្រិតណាហើយប្រព័ន្ធលេងរបស់គាត់នឹងគឺល្អកម្រិតណាសូមបងប្អូនទៅតាមដានវីដេអូនេះយូរបន្តិចប៉ុន្តែបងប្អូនយល់អ្វីដែលលោក Oleg Starensky ចង់បានហើយការលេងទល់នឹងប្រកាន់រីស្វាយរៀងពិតជាការពារដ៏រឹងមាំខ្លាំងមែនទែនបាទមានសួរបងប្អូនដែលគ្រប់គ្រង Channel YouTube របស់ខ្ញុំឆនទឹកហើយបងប្អូនគ្រប់គ្រងតាម Facebook របស់ខ្ញុំ Mobile TK Sport Refresh រួមទាំង Page របស់ខ្ញុំមួយទៀតឆនទឹកបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញចំណាប់អារម្មណ៍តទៅនឹងការប្រកួតនេះគឺដែលជាការប្រកួតល្អបំផុតការប្រកួតធំបំផុតប្រចាំសប្តាហ៍កន្លងទៅសប្តាហ៍មុនដែលប្រកាន់រាជស្វាយរៀងគឺចាញ់នៅក្នុងដីទល់នឹងក្រុមលោក Oleg Starensky ដែលការរៀបនេះគឺចាញ់លើកដំបូងហើយការឈ្នះរបស់លោក Oleg Starensky គឺជាការរៀបមួយដ៏ល្អបំផុតសម្រាប់កីឡាករដែលលោកមានបងប្អូនខ្ញុំចាប់អារម្មណ៍ទៅលើខ្សែការពារដែលគាត់រៀបដំបូងប្រព័ន្ធដែលខ្ញុំរៀបឲ្យបងប្អូននេះគឺគាត់ប្រើពេលដែលទម្លាក់បាល់មកការពារគឺគាត់ទម្លាក់មកគឺមាន5-3-2 5-3-2 នឹង5-3-2របៀបម៉េចបងប្អូនឃើញអ្នកចាំទីជាមសំណាងដែលសង្គ្រោះបាល់បានល្អពីក្វាមេ4-1ស្ថានភាពក៏មិនអាចធ្វើអីជាមសំណាងបានហើយខ្សែការពារ Raul Feher បានបំពេញតួនាទីបានយ៉ាងល្អហើយជាមសំណាងបាទសង្គ្រោះបាល់បានច្រើនមែនទែនក្នុងការប្រកួតនោះគឺធ្វើបានល្អណាស់បាទបងប្អូនទាំងអស់គ្នានេះ5នេះខាងក្រោមនេះពេលដែលទម្លាក់ចុះមកគឺមានអៀមរតនាវីនីនខ្ញុំរាប់ពីខាងឆ្វេងទៅវីនីនឈិនវីនីនណាបាទ Feher ប៉យីយ៉ុងនិងសាទីបងប្អូនខ្ញុំផ្ដោតអារម្មណ៍ទៅលើសាទីជូនបងប្អូនតិចសាទីនៅពេលដែលគាត់មិនសូវជាឡើងទៅបាល់ខ្ពស់ទេប៉ុន្តែឱកាសនៃការគាត់ឆក់ម្ដងនៅពេលដែលបាល់បានទៅតំបន់កណ្ដាលបានទៅឡុងភិរ៉ាតបានទៅអនចាន់ពូលីនឬក៏បាល់នៅផ្នែកខាងលើពាក់កណ្ដាលទីហ្នឹងគឺគាត់តែឆក់មកវឹបទៅគឺគាត់មានឱកាសក្នុងការឡើងទៅហើយទាត់ទីតែម្ដងបាទអញ្ចឹងបងប្អូនមើលក្នុងរូបភាពនេះគឺបាល់នេះគឺបាននៅភិរ៉ាតហើយបញ្ជូនទៅដល់សាទីនៅខាងស្ដាំក្បែរខ្សែខាងស្ដាំហ្នឹងគាត់បញ្ជូនបាទត្រឡប់មកវិញឲ្យ Maxims ហើយក៏គាត់រត់ជ្រែកវ៉ាដាច់បាទរត់ជ្រែកបាទកណ្ដាល Takashi Odawara ជាមួយនឹងគឹមសុកយុទ្ធហើយគាត់មានឱកាសបាទ dribbling មានន័យថាញាក់គឹមសុកយុទ្ធខ្វប់ពីខ្វោកហើយក៏ទាត់បញ្ចូលទីជើងឆ្វេងបានយ៉ាងល្អបាទនេះគឺជាឱកាសរបស់សាទីដែលពេលដែលគាត់មានឱកាសគឺរត់ទៅខប់ខ្វាចគឺមានឱកាសក្នុងការទាត់តែម្ដងបាទចឹងបងប្អូនបានឃើញអ្វីខ្ញុំរៀបនេះគឺ5-3-2គឺអនចាន់ពូលីនឡុងភិរ៉ាតហើយម៉ាក់ស៊ីមនឹងគាត់ចុះមកជួយខាងក្រោមហើយ Marcelo ជាមួយនឹង Dyer នឹងគឺការពារខាងលើមានគាត់ដេញបាល់ខ្លាំងមែនតើហ្មងណាខាងលើនឹងគឺប្រើ press ខ្លាំងណាបាទ Marcelo Dyer ជាមួយនឹង Maxim បាទតែយ៉ាងណាក៏ដោយបើសិនជាទម្លាក់មកការពារគឺ Maxim នេះគាត់ចុះមកជួយការពារដែរទុកតែ Dyer Marcelo ម្ដងមកគឺគាត់ចុះមកជួយការពារដែរនេះគឺការពារនោះគឺណែនមែនតើហើយអ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតគឺសាទីដែលគ្រូ Oleg Starensky គឺដាក់មកគឺដើម្បីគៀប Robson តែម្ដងបងប្អូន Patrick Robson របស់ស្វាយរៀងដែលជាកីឡាករល្អហើយប្រកែទាត់ពីចម្ងាយពីស្លាបខាងឆ្វេងចឹងដាក់សាទីនៅខាងស្ដាំហើយជានិច្ចកាលសាទីលេង55នាទីនេះគឺសាទីតែងតែដណ្ដើមបាល់បានហើយនឹងរត់មុន Robson សូម្បីតែបាល់តែតសូម្បីតែបាល់ដែលគេបញ្ជូនមកនោះគឺសាទីភាគច្រើនគឺគេហៅថាយកបាល់បានចេញពី Robson ណាពីមុខ Robson ជានិច្ចអញ្ចឹងបងប្អូនមើលរូបភាពនេះដែលខ្ញុំដាក់ជូនបងប្អូនណាគឺសាទីតែងតែដើមបាល់ហើយឃ្លាចេញឆក់បាល់ចេញពី Robson នេះហើយគឺជាការប្រើប្រាស់របស់លោក Oleg Starensky នៅពេលដែលមានបាល់ទៅប្រកាន់រាជស្វាយរៀងគឺសាទីដែលខាត់ត្រូវតែម៉ាក់គេទម្លាក់មកលេងមិនគឺមកជួយការពារបាត់ណែនមែនតែនតែម្ដងសម្រាប់លោក Oleg Starensky ដែលមិនអាចធ្វើឲ្យ Robson ដែលជាកីឡាករសំខាន់ម្នាក់របស់ស្វាយរៀងធ្វើអីបានទេតែ Robson គាត់បោះបាល់បានស្រួលគឺឲ្យទៅដល់ណាដល់ខ្វាមេអត់អីគឺស្រួលដល់តំបន់ប្រយុទ្ធអីចឹងអត់ឲ្យ Robson បោះស្រួលអត់ឲ្យ Robson ទាត់ស្រួលទេនេះហើយគឺជាការប្រើប្រាស់សាទីដូចចេញចំនួនដល់ James David ប៉ុន្តែការលេងរបស់សាទី50នាទីនេះគឺថាពេញបឹបតែម្ដងធម្មពលគឺថាមានប្រមាណគឺដាក់មកអស់ហើយបាទនេះគឺសម្រាប់ប្លង់ទី1ដែលខ្ញុំរៀបថាការពារតម្លាក់មក5បាទ5នៅខាងក្រោមបាទហើយចូលដល់ប្លង់ទី2ឃើញថា
គឺចូលដល់កលៈមួយទៀតគឺ433បាទ433ហើយបើសិនជាពេលខ្លះគឺបាទ523បាទកណ្ដាលហ្នឹងគឺមានទុកតែប៉ូលីននិងភិរ៉ាត់គាត់ដេញទេប៉ុន្តែ Maxim Dyer Macalo ហ្នឹងគឺឡើងទៅលើអស់ហើយមួយទៀត433មានអៀមរតនា Winin Fair បយីយ៉ងនៅពេលដែលសាទីគាត់ឡើងទៅជួយគ្រប់គ្រង Maxim គឺសាទីគាត់ឡើងទៅ3ជាមួយនឹងភិរ៉ាត់មួយប៉ូលីនគឺបយីយ៉ងគាត់មកតំណែងបាទនៅខាងស្ដាំនឹងម្ដងបាទនេះគឺជាប្លង់មួយទៀតដែលខ្ញុំមើលឃើញប្លង់មួយទៀតគឺ433ដែលយើងឃើញរតនា Winin Fair និងយីយ៉ងបយីយ៉ងហើយប៉ូលីនភិរ៉ាត់និងសាទីគាត់នៅកណ្ដាលហើយគ្រប់គ្រងដើម្បីគ្រប់គ្រង Macelo Dyer និង Maxim តែបើសិនជាការប្រយុទ្ធរតនាគាត់ឡើងទៅខ្លាំងមែនទែនទុកតែ Winin Fair និងបយីយ៉ងទេបាទចូលចេញទៅជា343ការប្រយុទ្ធគឺខ្លាំងមែនទែនហើយជាពិសេសការប្រយុទ្ធនិងការដេញបាល់នៅខាងលើហ្នឹងគឺបងប្អូនបាទគឺខ្ញុំទៅសើកីឡាករ3រូបគឺ Macelo Dyer និង Maxim ហ្នឹងគឺគាត់ដេញpress បាទខ្លាំងមែនទែននៅពេលដែល2 3នាក់ហ្នឹងគាត់ដេញ press គឺអ្នកដែលជួយគ្រប់គ្រងគឺឡុងភិរ៉ាត់ក៏សកម្មណាស់ដែរនៅក្នុងតំបន់កណ្ដាលស្របពេលដែលអនចាន់ពូលីនគាត់ហ៊ានឡើងដេញជ្រៅទេដោយភិរ៉ាត់ដោយសាទីគាត់ឡើងទៅម្ដងម្កាលទេនេះគឺជាការរៀបមួយដ៏ល្អទល់នឹងស្វាយរៀងហើយអ្វីដែលសំខាន់នៅក្នុងវីដេអូនេះខ្ញុំចង់និយាយគឺសាទីលេង55នាទី Patrick Robson សឹងតែអត់មានបាល់សុទ្ធចំទីរបស់ភ្នំពេញក្រោយនេះបាទអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានវីដេអូនេះយើងជួបគ្នាវីដេអូក្រោយទៀតបាទ